តបងប្អូនមកញ៉ាំស្លតាពាំងទាំងអស់គ្នានេះបងប្អូនចាឆ្ងាញ់ណាស់បងប្អូនឆ្ងាញ់មែនតើហ្មងណាហើយដាក់ម្ទេសហឹលៗទៀតរត់តែឆ្ងាញ់ម្ទេសបងប្អូនចាជំរាបសួរបងប្អូនថ្ងៃនេះយើងនឹងមកធ្វើសម្លប្រហើរទំពាំងទាំងអស់គ្នាបងប្អូនចាអញ្ចឹងសម្រាប់ថ្ងៃនេះបន្លែយើងមានបន្លែផ្អែមននោងស្អំហើយនិងស្លឹកបាសហើយសម្រាប់សាច់របស់យើងថ្ងៃនេះយើងប្រើជាមួយនឹងខ្ចៅបងប្អូនស្បែកជ្រូកនិងសាច់ជ្រូកចិញ្ច្រាំកាពឹសហើយនិងប្រហុកបងប្អូនហើយយើងនឹងបន្ថែមជាមួយនឹងម្អមរបស់យើងម្អមស្រែបងប្អូនចាអញ្ចឹងទៅតាមដានពីរបៀបធ្វើទាំងអស់គ្នាចាតបងប្អូនយើងមករងាស់តាពាំងយើងដាក់ទឹកទៅដាក់តាពាំងចូលទៅងាស់វាចោលប្រហែលជា10នាទីបងប្អូនចាតបងប្អូនឥឡូវតាពាំងយើងបានទុំតិចហើយតែយើងត្រូវជាត់ទឹកវាចេញសិនបងប្អូនឥឡូវយើងជាត់ទឹកវាម្សាចោលហើយណាបងប្អូនអញ្ចឹងយើងថែមទឹកម្សាទៀតថែមទឹកមកវាចោលម្សាទៀតណាបងប្អូនអញ្ចឹងឲ្យវាពុះម្សាទៀតប្រហែលជា5នាទីចាបងប្អូនឥឡូវយើងមកងាស់ទឹកព្រៃរបស់តាពាំងចោលម្សាទៀតបងប្អូនអញ្ចឹងយើងពីទឹកឯងបងប្អូនអញ្ចឹងយើងអាចយកទៅស្លបានបងប្អូនចាឥឡូវយើងចាក់ទឹកវាចោលម្សាទៀតហើយយើងលាងទឹកវាចោលអស់ជាតិវាសិនណាបងប្អូនចាហើយបន្ទាប់មកយើងយកវាមកដាក់លើជាក្រាមវិញហើយយើងដាក់អង្ករបងប្អូនស្លតាពាំងដាក់អង្ករឆ្ងាញ់ណាបងប្អូនខាប់បងប្អូនចាហើយយើងចាក់ទឹកទៅយើងយកជាទឹកសម្រេចហ្មងណាបងប្អូនចាអញ្ចឹងយើងរងាស់វាចោលឲ្យរីកអង្ករសិនហើយយើងទៅរំលីងសាច់ទាំងអស់គ្នាចាអញ្ចឹងបងប្អូនយើងមករំលីងសាច់ទាំងអស់គ្នាបងប្អូនហើយយើងដាក់សាច់ច្រាមយើងចូលយើងកុំរំលីងវាមួយស្បែកទេបងប្អូនសាច់វាខ្ទុះបងប្អូនយើងរំលីងវាឲ្យយើងពណ៌សាឡាតណាបងប្អូនចាបងប្អូនឥឡូវសាច់ជ្រូកយើងប៉ុណ្ណឹងបានហើយបងប្អូនអញ្ចឹងយើងលើកវាឡើងណាចឹងតើបងប្អូនឥឡូវរៀងពុះហើយនឹងដាក់ស្បែកជ្រូកចូលទៅយើងបន្តមកងាស់ទៀតបងប្អូនដើម្បីឲ្យសាច់ស្បែកជ្រូកយើងផុយហើយនឹងករីកហើយចាំយើងថែមទឹកសម្លតាពាំងយើងឥឡូវយើងចាប់ដើមជ្រុំប្រហុកបងប្អូនតាមបើយើងខ្ញុំថែមទឹកហើយអញ្ចឹងយើងដាក់ប្រហុកជ្រុំបងប្អូនយើងជ្រុំប្រហុកយើងដាក់វាឲ្យផុយឲ្យលួយអញ្ចឹងហើយយើងជ្រុំវាយកបងប្អូនចាដាក់ប្រហុករៀងចាស់តិចទៅបងប្អូនប្រហុកច្រើនបានឆ្ងាញ់បងប្អូនអញ្ចឹងបន្ទាប់ពីជ្រុំប្រហុកហើយយើងដាក់សាច់ចូលបងប្អូនសាច់ដែលយើងលីងហើយចូលទៅតោះហើយយើងដាក់ខ្ចៅសម្រាប់បន្លែយើងដាក់ម្នូងចូលមុនបងប្អូននៅពេលដែលយើងថែមទឹកហើយអញ្ចឹងយើងដាក់គ្រឿងចូលឲ្យហើយបងប្អូនខ្ញុំប្រើប៊ីចេងកន្លះស្ព្រាសម្រាប់ស្ករសនិងខ្ញុំប្រើកន្លះស្ព្រាដែរហើយម្សៅស៊ុប1ស្ព្រាបងប្អូនសម្រាប់ស្លនេះយើងអត់ប្រើទឹកត្រីទេដោយសារយើងប្រើប្រហុកហើយបងប្អូនសម្រាប់គ្រឿងយើងតែប៉ុណ្្នឹងទេចា៎បងប្អូនឥឡូវបន្លែយើងពុះហើយយើងនឹងដាក់បន្លែខៀវជាមួយនឹងកាពឹសយើងណាបងប្អូនយើងដាក់កាពឹសចូលសិនដាក់ស្លឹកបាសអានបងប្អូនថែមទៀតចឹងណាបងប្អូនចឹងយើងកូរវាឲ្យសព្វមកយើងដាក់វាចោលមកពុះទៀតហើយយើងអាចដួសញ៉ាំបានហើយបងប្អូនអញ្ចឹងយើងទុកវាមួយផ្នែកសិនណាបងប្អូនអូនឥឡូវបន្លែយើងឆ្អិនហើយបងប្អូនអញ្ចឹងដល់វគ្គនេះខ្ញុំដួសភ្លក់ទៀតហើយលើកនេះសុំចានធំហ្មងបងប្អូនធ្វើតាមនាងខ្ញុំមកឆ្ងាញ់ណាបន្លែនៅស
ស្រស់កុំឲ្យអាលួយខ្លាំងពេកហើយយើងលើកហ្នឹងយើងមានខ្ចៅបងប្អូនហើយនឹងសាច់ជ្រូកច្រាំលីងរបស់យើងចាខ្ញុំទៅរកខ្ចៅអូចំណងបងប្អូនក្តៅអូដាក់ចានធំហ្នឹងឯងបងប្អូនចាបងប្អូនមកញ៉ាំស្លតាពាំងទាំងអស់គ្នាអូឆ្ងាញ់ណាស់បងប្អូននេះបងប្អូនចាឆ្ងាញ់ណាស់បងប្អូនឆ្ងាញ់មែនតើហ្មងណាហើយដាក់ម្ទេសហឹលទេរត់តែឆ្ងាញ់ម្ទេសបងប្អូនចាអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូធ្វើម្ហូបរបស់នាងខ្ញុំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយអរគុណច្រើនជម្រាបលា